សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនឹងpull request បើន័យថាយើងជាទូទៅ pull request វាច្រើនយើងប្រើក្នុងការបង្កើតទិន្នន័យថ្មីអញ្ចឹងដោយសារតែ step យើងមុនគឺយើងបាន set up អស់ហើយទាក់ទងមួយ entity repository db connection ហ្នឹងទៅអញ្ចឹងបន្តមកទៀតគឺខ្ញុំចង់បញ្ចូលទាក់ទងមួយ pull request អញ្ចឹងនៅក្នុង controller វាដូចយើងដឹងជាកន្លែងដែល handle request អញ្ចឹងនៅពេលដែលចូលមកគឺវាមានប្រភេទ request មួយអញ្ចឹងទៅអញ្ចឹងបើសិនជា ADP method របស់គាត់ជាប្រភេទ post វានឹងចូលក្នុង post នេះហើយវានឹងចូលតាម endpoint មួយណានៃ post មួយហ្នឹងឧទាហរណ៍ថាឥឡូវយើងអត់មានអីទេអញ្ចឹងវានឹងចូល function មួយនេះអញ្ចឹងទៅអញ្ចឹងនៅក្នុង post request ហ្នឹងដែរជាធម្មតាគឺយើងតែងតែឃើញហើយវាមានជាប្រភេទច្រើនពេលខ្លះគេប្រើជា form data ខ្លះគេប្រើជា raw body គេប្រើជា JSON អីចឹងទៅអញ្ចឹងជាទូទៅនៅក្នុង REST API យើងនៅក្នុងនេះចេះវាច្រើនគេប្រើតាមតម្រងនីមួយៗគាត់ណាដែលយើងឃើញច្រើនគឺយើងឃើញក្នុងគណៈ body ជា JSON body អញ្ចឹងណាអញ្ចឹងដើម្បីយើងបោះ body request មកបានអញ្ចឹងយើងត្រូវនេះមាន decorator body នេះមួយហើយប៉ុណ្ណេះមកហើយយើងត្រូវមាន class មួយអញ្ចឹងយើងនឹងពេលដែលយើងមាន class មួយហើយយើងសរសេរឈ្មោះobject នៃ class ហ្នឹងមកអញ្ចឹងវានឹងប្រាប់ថានៅពេលដែលបាន data ពី body មកវានឹងបាញចូលនៅក្នុង object class object របស់យើងមួយហ្នឹងអញ្ចឹងសួរថាតើ class យើងមានអីខ្លះយើងអាចចូលមើលទៅអញ្ចឹងជាទូឥឡូវហ្នឹងគឺ class របស់យើងគឺទទេហើយដោយសារតែentity របស់យើងគឺ field ដែលយើងត្រូវការគឺមាន2 first name ហើយ last name អញ្ចឹងខ្ញុំ copy ចូលមកអញ្ចឹងនេះយកត្រូវការទេអូខេអញ្ចឹង class យើងឥឡូវហ្នឹងគឺយើងមាន first name មាន last name មាន field 2អញ្ចឹងនៅពេលដែលយើងដាក់អាហ្នឹងហើយទៅពេលដែលយើងបោះពីខាងclient គាត់បោះមកគឺយើងនឹងចាប់បាន2 field ហ្នឹងអញ្ចឹងបន្ទាប់ពីយើងបាន 2 field ហ្នឹងជា object មួយយើងបោះតមក service អញ្ចឹងនៅពេលដែល service ក៏ទទួលបាន object ហ្នឹងសួរថាការងារបន្ទាប់យើងចង់បានអីការងារបន្ទាប់របស់យើងគឺយើងចង់ឲ្យវាបង្កើតជា record មួយនៅក្នុង database អញ្ចឹងយើងត្រូវហៅ repository ដែលយើងបាន init ហើយនេះដែលយើងបាន inject repository របស់ user ចូលដើម្បីប្រើប្រាស់នេះអញ្ចឹងយើងគ្រាន់តែហៅ user repository មកហើយបើកត់ណាវាមាន method ច្រើនមែនតើ built in របស់វាដូចយើងឃើញអញ្ចឹងវាមានច្រើនអញ្ចឹងយើងប្រើ save មកអញ្ចឹងយើងប្រើ save ហើយយើងបោះ create នេះចូលចេញមកអញ្ចឹងយើងដាក់តែប៉ុណ្្នឹងគឺបានន័យថាទី1នៅពេលដែលគេហៅ endpoint user ហើយ method post ហើយបោះ body ដែលមាន first name last name ហ្នឹងវានឹងចាប់ body ហ្នឹងហើយវានឹងបោះតមក create បន្ទាប់មកនៅក្នុង service នឹងទទួលបាន create user DDO ហ្នឹងហើយនឹងរុញ user ហ្នឹងតដើម្បីក្នុងការរុញតាម repo ក្នុងការបង្កើត record នៅក្នុង database អញ្ចឹងយើងនេះហើយយើង run ទៅ start ហើយខ្ញុំចង់ប្រើប្រភេទ watch ហើយវានៅ watch mode ដើម្បីវា reload នៅពេលដែលយើង code change អញ្ចឹងវា run success ហើយអញ្ចឹងយើងអាចបើកអានេះមកអញ្ចឹងអានេះខ្ញុំមាន sample មួយស្រាប់ first name last name អញ្ចឹងយើងអាចដូរទៅនេះដាក់ code last name ដាក់នេះគេ cat ឧទាហរណ៍ទេអញ្ចឹងនៅពេលខ្ញុំ execute ទៅវានឹង load response ប្រាប់ថា body ប៉ុណ្ណេះដោយសារតែយើង return មកវិញហ្នឹងពីខាង repo វា response ប៉ុណ្ណឹងដែរអញ្ចឹងយើងអាចចូលទៅក្នុង DB របស់យើងហើយយើងអាច refresh ទៅនេះវានឹងចូលមកនេះ code cat
ចឹងសម្រាប់post request របស់យើងហើយការបង្កើត record របស់យើងគឺ successful ហើយដូចជាមានប៉ុណ្ណឹងចឹងអរគុណសម្រាប់ការទស្សនាជួយ like ជួយ subscribe ហើយជួយ share ហើយកុំភ្លេចតាមដានវីដេអូបន្តទៀតអរគុណច្រើន